ជ្រក់សណ្ដែកបដោះរួមជាមួយនឹងរសក់របស់ប្រពន្ធខ្ញុំគឺធ្វើភ្លាមហូបភ្លាមបងដែលធ្វើភ្លាមហូបភ្លាមចឹងអត់ដាក់ម្ទេសឲ្យរៀងហិលហូបផ្ទាប់ជាមួយនឹងត្រីអណ្ដែកអាំងនិយាយពីថាជាតិអ្នកនរគ្នាបញ្ចូលសម្លេងម្ដងទៀតឃ្លានម្ដងទៀតហើយនេះបងមានវិធីធ្វើផ្សេងគ្នាបងឲ្យខមមិនខាងក្រោមវីដេអូនេះបានដើម្បីចែករំលែកទាំងអស់គ្នាសម្រាប់វិធីរបស់ម៉ែកូនបឺតគឺធ្វើតែបែបហ្នឹងឯងអ្នកនរគ្នាដែលធ្វើទុកមួយយប់ទេសម្រាប់ជ្រក់សណ្ដែកបដោះធ្វើភ្លាមហូបភ្លាមចឹងហ្មងហើយនេះសណ្ដែកបដោះទិញមកចំនួន2គីឡូអត់សូវល្អប្រហែលទេសណ្ដែកបដោះថ្ងៃនេះប៉ុណ្ណឹងក៏ទទួលយកបានដែរដំបូងយើងត្រូវដាំទឹកហើយទឹកហ្នឹងគឺដាំអត់ឲ្យពុះទេមកក្តៅមកព្រួយប៉ុណ្ណឹងចាប់ដើមយកសណ្ដែកបដោះហ្នឹងយកទៅដាក់ស្រោសហើយស្រោសហ្នឹងគ្រាន់តែឲ្យវាមកសពប់មកតុនសណ្ដែកបដោះម៉ែកូនបឺតដួសយកមកទុកម្ដុំសិនមកទៀតម៉ែកូនបឺតយកម្ទេសផ្លោកទូចវែងហាន់វាជាកង់ចឹងមករួមជាមួយនឹងម្ទេសធម្មតាចូលចិត្តហឹរច្រើនអ្នកច្រើនខ្ទឹមសចំនួន1មើមទឹកត្រីនេះកន្លះចានចងទឹកក្រូចឆ្មាចំនួន2ផ្លែយើងដាក់ចូលគ្នាអស់មកហើយយើងក៏លុកវាឲ្យម៉ត់ឆ្លងឲ្យម៉ត់ជារួមទៅក៏លុកឡើងម៉ត់តែម្ដងឥឡូវយើងយកសណ្ដែកបដោះរបស់យើងបានស្រោសរួចរាល់ហើយឡើងត្រជាក់ហើយណាទុកវាឡើងត្រជាក់ចាំយើងយកមកដាក់ជ្រក់យើងដាក់មកមានរសក់ហើយយើងយកទឹកម្ទេសរបស់យើងបានកន្លុកមីហ្នឹងយកមកចាក់ចូលមកហើយរសជាតិបងដាក់តាមរសជាតិរៀងខ្លួនម៉ែកូនបឺតដាក់ស្ករសចំនួន6ស្លាបព្រាកាហ្វេប៊ីចេង2ស្លាបព្រាកាហ្វេម្សៅស៊ុបខ្នុរ1ស្លាបព្រាឡូតប៉ុណ្ណឹងមកយើងច្បល់ចូលគ្នាឲ្យចូលគ្រឿងទៅអ្នកនរគ្នាមិនបាច់ច្បាច់ទេណាតែច្បាច់គឺវាទុកអស់លែងមានរសជាតិឆ្ងាញ់ហើយគាត់ថាច្បល់វាប៉ុណ្ណឹងមកច្បល់ចូលគ្រឿងទុនល្អហើយម៉ែកូនបឺតដាក់ជាមួយនឹងខ្ទឹមក្រហមបន្ថែមទៀតប៉ុណ្ណឹងរួចរាល់ហើយអ្នកគ្នាជ្រក់របស់យើងទុកវាម្ដុំសិនយើងរៀបចំដាក់អាំងត្រីវិញម្ដងនេះត្រីងៀតទិញមកតាំងពីខ្មែរអ្នកគ្នាទិញ3គីឡូតែនៅសល់តែប៉ុណ្ណឹងទេចែកបងម្នាក់1ម្នាក់2អស់ហើយនេះគឺជ្រក់របស់យើងទុកវាម្ដុំសិនមកគ្រប់20នាទី30នាទីរឹតតែចូលជាតិមានរសជាតិឆ្ងាញ់ត្រីដៃនេះទិញគេហើយត្រីទក់នេះគឺអត់បានដាក់អាំងឬក៏ជៀនអីទេយកមកអាំងនៅក្នុងយកមកដុតនៅក្នុងចង្ក្រានដុតចេះហ្មងដើម្បីលឿនហើយណាមួយវាអត់មានធំខ្សែងភ្លើងហើយក៏វាអត់មលាន់ខ្លាញ់ដែរយើងដុតចេះហូបមានរសជាតិឆ្ងាញ់យើងដុតត្រីហើយគឺជ្រក់របស់យើងគឺចូលជាតិល្មមតែម្ដងអ្នកនរអាចហូបបានហើយនិយាយរួមទៅជ្រក់ហើយទុកតែ4-10នាទីគឺយើងអាចហូបបានហើយយះតំណងដល់កអ្នកទាំងអស់គ្នានេះបានហូបពេលថ្ងៃត្រង់បានត្រូវតែនេះហូបពេលល្ងាចនេះកូនបឺតបញ្ចុកបាយយូរថាកវីក្បាលចង់ដាច់ក្បាលពិបាកបញ្ចុកបាយជាងគេហ្មងកូនខ្ញុំគឺពិបាកហូបបាយចិត្តអាយុ2ឆ្នាំហើយអ្នកនរគ្នាតែអត់សូវហូបបាយទេហើយនិយាយពីថាអ៊ំគាត់អត់ចេះហិលណាដាក់ទៅឈឺតឆក់អ្នកទាំងអស់គ្នាដែលសារគាត់អត់ចេះហូបហិលឯម៉ែកូនបឺតដាក់ឡើងហិលតែម្ដងអ្នកទាំងគ្នាបងអត់ចេះហូបហិលណាកាត់បន្ថយបន្តិចទៅតែថាជ្រក់ហ្នឹងបើសិនជាយើងអត់ហិលក៏វាមិនសូវឆ្ងាញ់ប្រហែលដែរអ្នកទាំងគ្នាបានហិលយើងហូបឈិតឆត់ជាមួយនឹងត្រីអណ្ដែកអាំងនេះបើសិនជាហូបនៅវាស្រែដឹងតែជាតិដឹងតែមានរសជាតិឆ្ងាញ់ហ្មងអ្នកទាំងអស់គ្នានេះមិនបាច់ចាំនៅវាស្រែទេយើងហូបនៅបន្ទប់ចឹងក៏បានដែរហើយបងនៅថៃបើថាចង់ហូបចឹងហូបជ្រក់រសក់ក៏ជ្រក់សណ្ដែកបដោះចេះរបស់ខ្មែរចេះតតែយើងធ្វើហូបខ្លួនឯងមកដល់រត់ទិញគេគឺអត់មានលក់ទេហើយបងកំបាច់តែឃើញម៉ែកូនបឺតធ្វើចេះម៉ែកូនបឺតធ្វើលក់អត់បានធ្វើលក់ទេអ្នកទាំងគ្នាធ្វើតែហូបហ្នឹងរតែពេលធ្វើមិនចង់មានផងបើសិនជាបងទាំងអស់គ្នាមានវិធីធ្វើផ្សេងគ្នាបងអាចខមមិននៅខាងក្រោមវីដេអូរបស់ម៉ែកូនបឺតបានចាំម៉ែកូនបឺតរៀនធ្វើតាមបងទាំងអស់គ្នាសម្រាប់ម៉ែកូនបឺតឲ្យតែធ្វើជ្រក់សណ្ដែកបដោះហ្នឹងអត់ដែលធ្វើទុកមួយយប់2យប់អីទេគឺធ្វើភ្លាមហូបភ្លាមតែម្ដងព្រោះថាដែលទុកបានយូរតែធ្វើឲ្យគឺហូបអស់ហ្មងអ្នកទាំងអស់គ្នា